នៅសម័យអង្គរសតវត្សទី13នៃគ្រិស្តសករាជរាជាជ័យប្រមាណទី7កសាងស្ពានកំពង់ក្តីពីភ្នំពេញទៅសៀមរាបកូនឃើញស្ពានហ្នឹងហើយពេលកសាងស្ពានយើងនាំគ្នាជិះកបីរទេះគោរទេះសេះដំរីទាំងអស់ហើយអត់មានទៀតទេប៉ុន្តែមិនក៏ស្ពាននោះអាចទ្រទ្រង់រថយន្តច្រាក់រទេះតង់ដឹកឈើគំនោគោបានមានន័យថាបុព្វបុរសយើងគិតពីអនាគតរបស់កូនចៅមិនមែនសង់ស្ពានសម្រាប់ដឹកគោកបីទេសង់ស្ពានទុកឲ្យកូនសម័យទំនើបបូឡានលើបានទៀតចុះខួរក្បាលយើងអ្នករៀនមិនក៏បានគិតអំពីបុព្វបុរសយើងបានធ្វើអំពើល្អដែលគិតពីអនាគតផងចុះយើងរៀននេះបានគិតពីអនាគតជាកគំនិតរបស់យើងទៅអនាគតដែលយើងធ្វើបានផងសិលធម៌វាចេញពីការគិតពីអនាគតរបស់សង្គមជាតិ